ជំងឺឆ្លងគឺជាជំងឺដែលកើតឡើងក្រោយពេលភ្នាក់ងារបង្កជំងឺដូចជាវីរុសនិងបាក់តេរីបានចូលទៅក្នុងខ្លួនមនុស្សនិងមានការចម្លងតាមរយៈខ្យល់ហៅថាការចម្លងតាមបរិយាកាសហើយការចម្លងពីសារពាង្គកាយមានជីវិតហៅថាការចម្លងដោយវេកទ័រតើភ្នាក់ងារបង្កជំងឺគឺជាអ្វីភ្នាក់ងារបង្កជំងឺគឺជាសារពាង្គកាយតូចៗដែលបង្កឲ្យមានជំងឺរួមមានវីរុសបាក់តេរីផ្សិតនិងពពួកប៉ារ៉ាស៊ីតជាដើមហើយក៏មានសារពាង្គកាយតូចមួយចំនួនទៀតដែលតូចល្អិតមិនអាចមើលឃើញដោយភ្នែកទទេបានផងដែរពិតជាគួរឲ្យខ្លាចណាស់និយាយអញ្ចឹងតើវីរុសនិងបាក់តេរីខុសគ្នាយ៉ាងម៉េចទៅពិតជាសំណួរល្អមែនវីរុសមិនអាចរស់ដោយខ្លួនឯងបានទេដូច្នេះវាត្រូវតោងអាស្រ័យនៅក្នុងកោសិការបស់មនុស្សសត្វដើម្បីបង្កើនចំនួនរបស់វាជំងឺគ្រុនផ្ដាសាយនិងជំងឺកូវីដគឺបង្កឡើងដោយវីរុសប្រភេទនេះហើយចុះចំណែកឯបាក់តេរីវិញបាក់តេរីគឺជាសារពាង្គកាយតូចៗដែលស្រូបយកសារធាតុបំប៉នដើម្បីចិញ្ចឹមនិងលូតលាស់ដោយខ្លួនឯងបានឧទាហរណ៍ការពុលអាហារភាគច្រើនបណ្ដាលមកពីបាក់តេរីលើអាហារក្រៅពីនេះក៏មានមេរោគផ្សិតដែលមាននៅក្នុងផ្សិតនិងរុក្ខជាតិចម្ពោះផ្សិតនិងពពួកប៉ារ៉ាស៊ីតដែលតោងអាស្រ័យនៅលើសារពាង្គកាយមានជីវិតផងដែរដូច្នេះប្រសិនបើយើងរារាំងភ្នាក់ងារបង្កជំងឺបាននោះយើងអាចបង្ការជំងឺបានហើយមែនទេពិតមែនហើយយើងអាចរារាំងភ្នាក់ងារបង្កជំងឺបានហើយរឿងដែលចាំបាច់ត្រូវធ្វើនោះគឺការកាត់ផ្តាច់ផ្លូវចម្លងតើផ្លូវចម្លងជាអ្វីទៅវាគឺជាមធ្យោបាយដែលភ្នាក់ងារបង្កជំងឺចូលក្នុងខ្លួនដឹងណាផ្លូវចម្លងគឺមាន2 1ការចម្លងបញ្ឈរនិង2ការចម្លងផ្ដេកការចម្លងបញ្ឈរគឺជាការចម្លងពីម្ដាយទៅទារកចំណែកឯការចម្លងផ្ដេកគឺជាការចម្លងរបស់ភ្នាក់ងារបង្កជំងឺតាមរយៈមនុស្សឬវត្ថុឧទាហរណ៍ការចម្លងតាមរយៈការប៉ះពាល់អ្វីមួយហៅថាការចម្លងតាមរយៈការប៉ះពាល់និងការចម្លងតាមរយៈទឹកមាត់ហៅថាការចម្លងតាមរយៈដំណក់ទឹកតូចៗ